នៅក្នុងការិយាល័យនាយកប្រតិបត្តិឈីឈួនបានដើរជាមួយវិនសាំងណានលីងលីឈរមើលហើយនិយាយថានាងនៅតែការពារអ្នកវិនសាំងណានឆ្លើយតបវិញថាបោះបង់ចោលការសង្ស័យតូចតាចរបស់អ្នកទៅលីងលីនិយាយថាចាំខ្ញុំទៅយកឧបករណ៍សង្គ្រោះបឋមសិននាងមើលទៅឈីឈួនដែលកំពុងមើលថែដៃវិនសាំងណានរួចនិយាយថាឃើញទេនេះគឺជាតម្លៃពេលនោះដែរក្មេងស្រីម្នាក់ទៀតស្រែកថាចេញទៅចេញពីផ្ទះខ្ញុំវិនសាំងណានខ្សឹបប្រាប់លីងលីថាគេស្រឡាញ់ខ្ញុំហើយបន្តថារវាងអ្នកទាំងពីរឈីឈួនកំពុងកាន់ដៃវិនសាំងណានដែលរងរបួសវិនសាំងណាននិយាយទៅកាន់លីងលីថាអ្នកស្រីលីងនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេវិនសាំងណាននិយាយថាខ្ញុំគ្រាន់តែបារម្ភពីអ្នកប៉ុណ្ណោះនាងព្យាយាមចាប់ដៃឈីឈួនរួចនិយាយថាឈីឈួនកុំខឹងអីនៅក្នុងការិយាល័យនាងម្នាក់និយាយថាយើងជ្រើសរើសនាងសាច់ញាតិឆ្ងាយរបស់ប្រធានឈីនោះមិត្តរួមការងារម្នាក់ទៀតឆ្លើយថាពិតប្រាកដណាស់លោកលីដែលជាអ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុនឈីបានដើរចូលមកវិនសាំងណាននិយាយថាអ្នកទាំងអស់គ្នាឈប់ធ្វើការទៅនាងម្នាក់ទៀតនិយាយដោយហាក់មើលងាយថាខ្ញុំដឹងថាអ្នកគ្មានប្រយោជន៍ក្បត់ក្រុមហ៊ុននាងក៏និយាយថាអញ្ចឹងខ្ញុំនឹងលេងជាមួយអ្នកនាងញឹមហើយចាប់ដៃអង្អែលខ្លួនជាមួយនឹងទឹកមុខមើងម៉ាត់ឈីឈួនកំពុងនិយាយទូរស័ព្ទនារីម្នាក់ទៀតនិយាយថាខ្ញុំប្រាប់អ្នកថាគ្មានផ្លូវទេនារីអាវខៀវនោះមើលចុះដោយគិតលោកលីសម្លឹងមើលនាងវិនសាំងណាននិយាយថាខ្ញុំនៅក្រុមហ៊ុនឈីជាច្រើនឆ្នាំហើយមិនក៏ជាខ្ញុំទៅលោកលីនិយាយថារឿងនេះត្រូវបញ្ជូនទៅប្រធានឈីវិនសាំងណានមើលទៅដោយក្តីបារម្ភវិនសាំងណាននិយាយថាវាគួរឲ្យសង្ស័យណាស់នរណាម្នាក់ប្រកាសជាបានបង្កាច់បង្ខូចខ្ញុំហើយនាងបន្តថាពួកគេបានលួចចូលកុំព្យូទ័រខ្ញុំឈីឈួននិយាយថាអ្នកដឹងទេថាវាធ្វើឲ្យក្រុមហ៊ុនខាត់ប៉ុន្មានវិនសាំងណាននិយាយថាខ្ញុំមិនបានធ្វើទេលីងលីនិយាយថានាងកំពុងបង្កាច់បង្ខូចខ្ញុំវិនសាំងណានកំពុងកាន់ដៃឈីឈួនហើយនិយាយម្ដងទៀតថានាងកំពុងបង្កាច់បង្ខូចខ្ញុំឈីឈួននិយាយថាការស្បត់មានប្រយោជន៍អ្វីវិនសាំងណាននិយាយថាម៉េចក៏ខ្ញុំមិនហ៊ានឈីឈួនសួរថាមានអ្វីទៀតលីងលីនិយាយថាអ្នកគិតថាអ្នកជាទេវតាដែលធ្វើអ្វីគ្រប់យ៉ាងបាននាងបន្តសួរថាចុះរឿងអ្នកនឹងវិនសាំងណានរឿងស្នេហាដែលមិនអាចនិយាយបានរបស់អ្នកឈីឈួនសួរថាអីចឹងម៉េចផ្ទះដ៏ធំមួយនៅពេលយប់វិនសាំងណានឆ្លុះកញ្ចក់ហើយទូរស័ព្ទមុខនាងប្រឡាក់នាងឬគេហៅឈ្មោះលីងលីហើយនាងក៏និយាយថាគម្រោងនេះនាងបន្តថាចំណែកអ្នកវិញវិនសាំងណានមុខប្រឡាក់មើលទៅសោកសៅនារីរោគខៀវខ្ចីសួរថាតំណែងអ្វីនារីអាវធំឆ្នោតសួរថាលេខាសៀវមែនទេនារីរោគខៀវខ្ចីមើលទៅដោយការមិនពេញចិត្តនារីអាវធំឆ្នោតនិយាយយ៉ាងជឿជាក់ថាលីងលីនាងបន្តថាចាំមើលរហូតតតែឈីឈួននិងនារីអាវក្រវ៉ាត់បោបើកភ្នែកធំនៅពេលលើថាពាក្យកុហកคล้ายជាការពិតមែននារីរោគពណ៌ផ្កាឈូកនិយាយថាបងស្រីលីងលីត្រូវការរឿងនេះជាបន្ទាន់នារីអាវធំឆ្នោតនិយាយថាលេងហើយនាងបន្តថាកាលពីមុនគ្រាន់តែលេងល្បិចប៉ុណ្ណោះនាងនិយាយថាវាគ្រាន់តែជាការចៃដន្យទាំងអស់នារីរោគផ្កាឈូកដើរចេញពីនារីរោគខៀវខ្ចីនារីរោគខៀវខ្ចីនិយាយថាមិនមែនជាការបង្កាច់បង្ខូចផ្ទាល់ទេនៅក្នុងសន្និសីទដេញថ្លៃឈីឈួននិងវិនសាំងណានកំពុងនិយាយជាមួយបុរសម្នាក់ទៀតឈីឈួននិយាយថានេះប្រកាសជាអ្នកទទួលបន្ទុកគម្រោងទីក្រុងភាគខាងជើងលីងលីមើលទៅយ៉ាងជឿជាក់ទស្សនវិជ្ជាក្នុងសន្និសីទនារីអាវក្រវ៉ាត់បូនិយាយថាសាំងណានបានសាកល្បងវារួចហើយលីងលីនិយាយថាកុហកអ្នកមិនមានផលវិបាកអ្វីទេនារីអាវក្រវ៉ាត់បូនិយាយថាគ្រាន់តែជាការចៃដន្យវិនសាំងណាននិយាយថាយើងមានព័ត៌មាននារីអាវក្រវ៉ាត់បូនិយាយថាពេលដែលគូប្រជែងអ្នកក៏ក្រោកឈរភ្លាមលីងលីអង្គុយយ៉ាងស្ងប់ស្ងាត់វិនសាំងណានក៏អង្គុយយ៉ាងជឿជាក់ដែរអ្នកធ្វើបទបង្ហាញនិយាយនៅពីមុខឈីឈួនមើលទៅនរណាម្នាក់លីងលីមើលទៅមុខវិនសាំងណានកំពុងផាត់មុខក្នុងបន្ទប់ទឹកលីងលីនិយាយថាខ្ញុំឃើញនរណាម្នាក់ដែលដូចអ្នកចូលឡានជាមួយប្រធានឈីវិនសាំងណានមើលទៅហាក់មានកំហុសលីងលីកាន់ទូរស័ព្ទរួចនិយាយទៅកាន់វិនសាំងណានថាប្រាប់ខ្ញុំមើលមានអ្វីនៅខាងក្នុងលីងលីញឹម
Vẫn sang nan mơ tờ khăng. Linh Ly nì dậy thả lê kha vẫn pê nẹប្រឌិតរឿង Chi chuôn hạបញ្ជាក់ថាទៅsangណានតាំងពីដំបូង Linh Ly សួរវិនsangណានថាលេខាវិនតើអ្នកប្រកាសយ៉ាងនឹងមែនទេ នារីអាវធំពណ៌ត្នោតម្នាក់ទៀតនិយាយថាបានមកដល់កិច្ចប្រជុំដេញថ្លៃហើយ បុរសឈុតត្នោតនោះញឹម នាងបន្តថាកាលពីមុនគ្រាន់តែជាការចៃដន្យឲ្យប៉ុណ្ណោះ វិនsangណានមើលទៅហាក់មានភាពតានតឹង Chi chuôn លុតជង្គង់ចុះប៉ះវិនsangណាន Chi chuôn សួរថាsangណានអ្នកមិនអីទេ Linh Ly មើលពួកគេ Vẫn sang nan មើល Chi chuôn Linh Ly និយាយថាដើម្បីបញ្ជាក់ភាពស្លូតត្រង់របស់អ្នក Chi chuôn និយាយថាប៉ុន្តែអ្នកបានទម្លីតម្លៃទាបបំផុតរបស់ក្រុមហ៊ុនគឺ បុរសឈុតប្រភេទម្នាក់ទៀតនិយាយថាដើម្បីធានាគម្រោងនេះ Vẫn sang nan និយាយថាខ្ញុំមិនដែលនិយាយអញ្ចឹងទេខ្ញុំមិនដែលជួបគាត់ផង នាងបន្តថាខ្ញុំនឹងមិនទទួលស្គាល់វាទេ បុរសឈុតប្រភេទនោះទូចថាទទួលស្គាល់ទៅ គាត់សួរថាតើអ្នកបានទទួលសំណូកពីនរណាម្នាក់ទេ Vẫn sang nan និយាយយំថាខ្ញុំដឹងថាខ្ញុំខុសហើយ Chi chuôn និយាយថាគ្រប់គ្រាន់ហើយ Vẫn sang nan យំ Chi chuôn ដើរចេញទាំងនិយាយថាទេ Vẫn sang nan និយាយថាខ្ញុំមិនអាចគ្រាន់តែចាញ់ទេខ្ញុំត្រូវតែធ្វើឲ្យគាត់ Linh Ly មើលទៅយ៉ាងម៉ឺងម៉ាត់ Linh Ly កំពុងប្រើទូរស័ព្ទ Linh Ly ថតវីដេអូខ្លួនឯង Chi chuôn និយាយទៅកាន់វេជ្ជបណ្ឌិតថាល្អណាស់សូមអរគុណលោកវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតញឹម Chi chuôn មើល Linh Ly Chi chuôn និយាយថាស្ដាប់ខ្ញុំ Linh Ly ស្ដាប់ Chi chuôn និយាយថានេះជាក្រុមហ៊ុនរបស់គ្រួសារ Chi Chi chuôn មើលឯកសាររួចនិយាយថាឃើញអ្នកថែរក្សា Linh Ly ល្អប៉ុណ្ណាប្រគល់គម្រោងដ៏សំខាន់នេះឲ្យនាង Vẫn sang nan កំពុងដេកលើក្រោយដោយមើលទៅសោកសៅ Linh Ly មើល Chi chuôn Linh Ly និយាយថា Linh Ly សម្រាប់ពាក់កណ្ដាលទី2ខ្ញុំត្រូវតែរាយការណ៍រឿងនេះទៅក្រុមប្រឹក្សាភិបាល Chi chuôn និយាយថាល្អ នារីអាវក្រវ៉ាត់បូនារីម្នាក់ទៀតនិយាយថានាងនឹងមិនរកឃើញអ្វីទេ នាងបន្តថានៅតែជាឧបសគ្គនោះ Linh Ly ដែលបានដាំនៅទីនេះជាចារកម្ម បុរសម្នាក់ទៀតស្ដាប់ នារីអាវក្រវ៉ាត់បូញឹម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល Vẫn sang nan សម្លឹងមើលដោយការមិនពេញចិត្ត Chi chuôn និយាយថានេះជាកិច្ចប្រជុំផ្លូវការ Linh Ly សួរថាតើអ្នកកំពុងគំរាមខ្ញុំទេ Vẫn sang nan និយាយថានេះជាកិច្ចប្រជុំម្ចាស់ភាគហ៊ុនមិនមែនជាកន្លែងសម្រាប់រឿងគ្មានប្រយោជន៍ទេ នាងបន្តថាអ្នកពិតជាហ៊ានលាតត្រដាងវា នាងនិយាយថានឹងមិនទទួលស្គាល់វាទេកុំធ្វើឆ្លាតពេក Linh Ly មើលទៅ Vẫn sang nan Vẫn sang nan និយាយទាំងសោកសៅថាហើយគាត់នៅតែបណ្ដោយនាង Chi chuôn មើលទៅបារម្ភ Chi chuôn លួងលោម Vẫn sang nan Chi chuôn និយាយថា sang nan Chi chuôn និយាយថាអ្នកគ្រាន់តែឆេវឆាវពេក Chi chuôn កំពុងនិយាយទូរស័ព្ទថាអ្នកដែលវាយប្រហារខ្ញុំនៅចំណតឡានកាលពីលើកមុនព័ត៌មានបុគ្គលិកនោះរបាយការណ៍ធនាគារ Linh Ly និយាយទូរស័ព្ទថានឹងសមត្ថភាពចម្លែកនោះ Linh Ly បន្តនិយាយទូរស័ព្ទថាតើអ្នកខ្លាចអ្វី ពេល Linh Ly ស្លាប់ បុរសម្នាក់ទៀតនិយាយថាមិនត្រូវបានរកឃើញនៅក្នុងកំណត់ត្រាបុគ្គលិកណាមួយទេ Chi chuôn មើលទៅភ្ញាក់ផ្អើល បុរសនោះមើល Chi chuôn បុរសនោះនិយាយថាលេខាវិនថ្មីនេះបានសួររកថាអ្នកណាជាអ្នកកាន់កូនសោដំបូល Linh Ly និយាយថាចំពោះអ្នកដទៃដោយគ្មានហេតុផលដោយធ្វើសកម្មភាពប្រកបដោយកិត្តិយស Vẫn sang nan ស្រែកយំថានាងចង់ឲ្យខ្ញុំស្លាប់ Chi chuôn និយាយថានៅតែសម្ដែងទៀត Vẫn sang nan យំថា Chi chuôn Linh Ly និយាយថានេះជាកំហុសរបស់អ្នកទាំងអស់ Vẫn sang nan ស្រែកថាបើគ្មានអ្នកនៅទីនេះទេ Chi chuôn មិនធ្វើដាក់ខ្ញុំបែបនេះទេ Linh Ly មើលទៅខឹង Linh Ly និយាយថាមិនយូរប៉ុន្មានទេដែលអ្នកនៅទីនេះចុងក្រោយ វេជ្ជបណ្ឌិតនិយាយថាសន្លប់សរសៃប្រសាទ វេជ្ជបណ្ឌិតអន់ទៅកាន់ Linh Ly Linh Ly និយាយថាតាំងពីខ្ញុំលាតត្រដាងអត្តសញ្ញាណរបស់ខ្ញុំតើខ្ញុំបានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ក្រុមនៃគ្រួសារ Ling ទេ បុរសឈុតខៀវស្ដាប់រួច Linh Ly និយាយថាផ្ទុយទៅវិញគ្រួសារ Ling បានបដូរប្រធានរបស់ខ្លួនហើយ Linh Ly មើលទៅហាក់មិនពេញចិត្ត Linh Ly សួរថាតើអ្នកធ្លាប់ស្រមៃដល់ថ្ងៃនេះទេ Linh Ly មើលទៅជុំវិញ